មានការផ្ទុះអាវុធនៅខាងភាគីថៃគណៈក្រុមអ្នកសង្កេតការណ៍ AOT កំពុងចុះទៅពិនិត្យនៅច្រកចមួយតំបន់ថ្មដាក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថានៅព្រឹកថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025នៅវេលាម៉ោង 11:08 នាទីព្រឹកក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT បានចុះទៅពិនិត្យនិងទៀងទាត់ការអនុវត្តបទឈប់បាញ់នៅច្រកចមួយឃុំថ្មដាស្រុកវាលវែនខេត្តពោធិ៍សាត់នៅអំឡុងពេលចុះពិនិត្យនោះមានការផ្ទុះអាវុធនៅខាងភាគីថៃបើតាមក្រសួងការពារជាតិដើម្បីសុវត្ថិភាពក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រាប់ផ្អាកការចុះទៀងទាត់នៅតំបន់នោះនិងដកថយត្រឡប់មកវិញ